បាទពីខ្ញុំបាទជារាស៊ីអសំឡងទទួលមកការសាងសង់និងជួសជុលផ្ទះ25ខេត្តក្រុងបាទសូមអនុញ្ញាតគោរពជម្រាបសួរពុកម៉ែអ៊ំពុំវិញបងប្អូនទាំងអស់បាទក្នុងថ្ងៃនេះដែរក៏ខ្ញុំសូមមកបង្ហាញពីកន្លែងតសភ្លុះដដែលបាទដោយសារយើងចាក់កតសនេះផ្ដាច់បាទនេះបាននេះរៀបឥតស្មើមកផុងនេះហ្មងបាទហើយកន្លែងនេះយើងតម្លាក់ចុះមក3ទឹកសម្រាប់យើងដេញយកស្មើទៀតទៅមកផុងទៀតបាទតិចទៀតខ្ញុំនឹងនាំបងប្អូនទៅកន្លែងនោះមកកន្លែងទៀតបាទដើម្បីយើងឆែកបានថាយើងធ្វើផ្ដាច់មកផុង6ប្រឡោះគឺយកស្មើគ្នាហ្មងបាទដល់យើងបែងចែកផ្ដាច់គ្នាករណីដែលលបងអលុំដែលខ្ញុំនិយាយដែលហ្នឹងគឺវាបានថាវាអលុំទៅតែមកផុងរបស់វាទេបាទយើងងាយស្រួលនឹងក្នុងការជួសជុលគឺយើងអត់ធ្វើជាប់គ្នាទេតែធ្វើជាប់គ្នាមានបញ្ហាទៅក៏បានថាវាតោងទៅលុំទាំងអស់គ្នាបាទហើយក្នុងថ្ងៃនេះដែរក៏មានអង្គរៈ2នាក់នេះបើតាមទេបាទអង្គរៈនេះអង្គរៈទូអានេះគីមួយទូគីបាទបាទនេះគឺមកកន្លែងទៀតហើយដែលយើងត្រូវកាត់តម្លាក់ចុះ3ទឹកទៀតបើថាយើងពីនេះមកយើងតម្លាក់3ទឹកបាទកន្លែងនោះបាទកន្លែងនេះយើងតម្លាក់3ទឹកចុះមកស្មើមកដល់កន្លែងនេះយើងតម្លាក់ចុះ3ទឹកទៀតបាទហើយទៅដល់នោះយើងតម្លាក់ចុះ3ទឹកទៀតបាទបានន័យថាមកផុង6ប្រឡោះគឺយើងតម្លាក់ខ្ទាបជាគ្នា3ទឹកដោយសារដីវាខុស level គ្នា1ម៉ែត្រកន្លះបាទ1ម៉ែត្រកន្លះយើងតម្លាក់ចុះ3ទឹកមកទាំងអស់វាត្រូវជា5ផុងហើយក៏សូមអរគុណពុកម៉ែអ៊ំពុំវិញបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូខ្ញុំបានកន្លងមកបាទបើសិនជាមានចំណាប់អារម្មណ៍សាងសង់ផ្ទះឬក៏ជួសជុលផ្ទះធ្វើលបងដីលបងផ្ទះបាទអាចតាក់ទងមកខាងខ្ញុំបានជារាស៊ីអសំណងទទួលមកការសាងសង់និងជួសជុលផ្ទះ25ខេត្តក្រុងបាទសូមអរគុណច្រើនសូមជម្រាបលាទូគី